ខ្ញុំចង់សួរវិញថាកសលតើកសលឲ្យយល់ថាក្រុមហ៊ុនកប៉ាល់គាត់បកគលBL ឲ្យទៅអ្នកលក់ឬមួយក៏គាត់បកគល BL ឲ្យទៅagent របស់អ្នកទិញកសលលឺខ្ញុំនិយាយទេកសលបាទលើលោកគ្រូបាទកសលឲ្យយល់យ៉ាងម៉េចដែរតើក្រុមហ៊ុនកប៉ាល់គាត់បកគល OBL ឲ្យ agent របស់អ្នកទិញឬមួយក៏គាត់បកគល OBL ឲ្យអ្នកលក់បើតាមការយល់របស់កសលឯងឲ្យអ្នកលក់លោកគ្រូឲ្យអ្នកលក់អូខេបន្ទីស៊ីមបន្ទីបាទជំរាបលោកគ្រូខាងកប៉ាល់គាត់នឹងតម្លាក់ OBL នឹងឲ្យទៅខាងភ្នាក់ងាររបស់អ្នកទិញបាទគាត់ឲ្យទៅភ្នាក់ងាររបស់អ្នកទិញកសលថាឲ្យទៅអ្នកលក់ប៉ុន្តែបន្ទីថាឲ្យទៅភ្នាក់ងារអ្នកទិញឥឡូវខ្ញុំចង់សួរពេជ្រម្ដងពេជ្រឲ្យយល់យ៉ាងម៉េចដែរពេជ្រគឺខ្ញុំនិយាយទេពេជ្រអូខេសុជាតិឲ្យយល់យ៉ាងម៉េចដែរកន្លែងហ្នឹងខ្ញុំយល់ថាកប៉ាល់គាត់ឲ្យOBL ហ្នឹងទៅខាងអ្នកទិញលោកគ្រូឲ្យ OBL ទៅខាង agent របស់អ្នកទិញណាចាទៅខាង agent អ្នកទិញអូខេព្រោះអ្នកទិញគាត់អត់មកទេគាត់នៅស្រុកគាត់ប្រើ agent របស់គាត់ណាចុះដូរឲ្យយល់យ៉ាងម៉េចដែរដូរបាទគ្រូកន្លែងនេះខ្ញុំយល់ថាកប៉ាល់នឹងឲ្យ OBL នឹងទៅឲ្យខាងភ្នាក់ងារអ្នកទិញគ្រូអូខេតាមអ្វីដែលលោកគ្រូបញ្យល់ពីដើមទីមកគឺបានន័យថាការទទួលខុសត្រូវនៅក្នុងការទិញតំណែងហ្នឹងគឺអ្នកទិញហ្នឹងគឺជាអ្នកទទួលខុសត្រូវទៅនៅក្នុងការយកតំណែងពីឃ្លាំងរបស់អ្នកលក់អញ្ចឹងគ្រូអានេះតាមខ្ញុំយល់ឃើញបាទអូខេត្រឹមត្រូវណាឥឡូវយើងមើលនៅក្នុងហ្នឹងណាយើងមើលនៅក្នុងហ្នឹងកសលយើងឃើញទេអញ្ចឹងប្រកាសហើយណាប្រកាសហើយគឺក្រុមហ៊ុនកប៉ាល់គេប្រកាសជានឹងប្រគល់ OBL ទៅឲ្យភ្នាក់ងាររបស់អ្នកទិញហើយមូលហេតុអីមូលហេតុដូចគាត់និយាយមិនអញ្ចឹងណាមូលហេតុត្រង់ថាភ្នាក់ងាររបស់អ្នកទិញជាអ្នកបុកកប៉ាល់អញ្ចឹងក្រុមហ៊ុនកប៉ាល់អត់ស្គាល់អ្នកលក់ទេក្រុមហ៊ុនកប៉ាល់ទោះបីស្គាល់ក្រុមហ៊ុនកប៉ាល់មិនអាចឲ្យបានដែរណាលើកលែងតែមានការអនុញ្ញាតមានការ instruction ពីភ្នាក់ងាររបស់អ្នកទិញថាសុំឲ្យ BL ទៅក្រុមហ៊ុនអ្នកលក់ចុះតាមលិខិតអក្សរយ៉ាងឧទាហរណ៍តែជាទូទៅគឺគ្មានទេគឺបកគលឲ្យភ្នាក់ងាររបស់អ្នកទិញហើយអញ្ចឹងយើងមើលសួរថាអ្នកទិញភ្នាក់ងារអ្នកទិញគឺគាត់ជាមនុស្សរបស់អ្នកណាគេគាត់គឺជាមនុស្សរបស់អ្នកទិញហើយទេអញ្ចឹងបើសិនណាជាក្នុងលក្ខខណ្ឌដែលអ្នកទិញគាត់ចង់ធ្វើស៊ីរបស់យើងទៅទេក្រោយពេលដែលភ្នាក់ងាររបស់គាត់ទទួលបាន BL ហើយគាត់អាចប្រាប់គាត់ថាអូខេបាន BL ពេលណាផ្ញើ original ឲ្យគាត់ភ្លាមណាអញ្ចឹងភ្នាក់ងាររបស់គាត់ត្រូវបានជួលដោយអ្នកទិញអញ្ចឹងគាត់ស្ដាប់តាមហើយគាត់ផ្ញើ BL ឲ្យទៅអ្នកទិញឥឡូវយើងងាកមកអ្នកលក់វិញម្ដងអ្នកលក់ដែលគាត់អត់មានបទពិសោធន៍គាត់អត់ដឹងណាគាត់ទី1គាត់អាចណាគាត់អាចទៅបើកលុយទាំងអត់មាន OBL អាហ្នឹងដាច់ខាតបើកអត់បានហើយទី2គាត់អាចមករកអ្នកងាររបស់អ្នកអ្នកទិញដែលមកយកតំណែងពីគាត់ទីរក OBL ប្រកាសជាគាត់ទីអត់បានទេដោយសារអីអ្នកទិញគាត់បានប្រាប់ខាងអ្នកងាររបស់គាត់ហើយថា OBL ដាច់ខាតអត់ឲ្យទៅអ្នកលក់ទេគឺបានពេលណាផ្ញើគាត់ពេលនោះអញ្ចឹងគាត់ផ្ញើទៅអ្នកទិញរួចហើយគាត់ថាអូអត់នៅខ្ញុំផងគឺផ្ញើទៅអ្នកទិញរួចហើយនៅខ្ញុំមានតែ copy ទេបើអ្នកចង់បាន copy អូខេខ្ញុំឲ្យ copy អត់បញ្ហាទេអ្នកទិញគាត់បាន origin អ្នកលក់ក៏បាន copy អញ្ចឹងអ្នកលក់ដោយសារគាត់ខ្វះនៅចំណេះដឹងគាត់យក copy នឹងទៅបើកលុយ
ដោយសារគាត់ថាឯកសារគ្រប់ហើយប៉ុន្តែទៅដល់ធនាគារគេអត់បើកលុយអស់ដោយសារអីគេត្រូវការទាមទារ original set ហើយគាត់ទៅរក original set ពីណាមកបើ original set ផ្ញើទៅឲ្យអ្នកទិញរួចបាត់អស់ហ្នឹងងាកទៅតំណែងចេញបាត់ពីកំពង់ផែបាន2ថ្ងៃហើយហ្នឹងឥឡូវយើងសួរតើមានអីកើតឡើងសម្រាប់គាត់មានអីកើតឡើងសម្រាប់គាត់តាក់ទងទៅអ្នកទិញទី1អ្នកទិញខាងអត់មានឃើញបងគាត់ត្រឡប់មកភ្នាក់ងាររបស់អ្នកទិញភ្នាក់ងាររបស់អ្នកទិញថាផ្ញើទៅហើយណាអញ្ចឹងគាត់មិនដឹងមានតែបខំអ្នកទិញនៅស្រុកនេះមានតែបខំទៅអ្នកទិញនៅភ្នាក់ងារអ្នកទិញនៅស្រុកគាត់បខំទៅភ្នាក់ងារបខំទៅអ្នកទិញនៅបរទេសប៉ុន្តែបានតែមកឆ្លងអ៊ីមែលចុះឡើងខ្ញុំសូមបើកវងកញ្ចក់មួយ LC នីមួយគឺមានកំណត់សុពលភាពរបស់វាអញ្ចឹងនៅក្រោយពេលដែលអូសកាឡាយូរហើយរហូតដល់ផុតកំណត់នៃសុពលភាពរបស់ LC អញ្ចឹងបានន័យថាអ្នកទិញគាត់អាចទៅដកយកលុយរបស់គាត់ដែលគាត់ដាក់ដែលគេហៅថា collateral ឬមួយក៏យើងហៅថាទ្រព្យបញ្ចាំសម្រាប់បង់ថ្លៃតម្លៃរបស់គាត់នោះដកមកវិញដែលគាត់សំអាងថាអ្នកលក់មិនបានបំពេញកាតព្វកិច្ចផ្ញើ DL ឲ្យគាត់ដើម្បីឲ្យគាត់យកតំណែងនៅកំពង់ផែផ្ទេនោះទេកំពង់ផែចុងទីនោះទេតាមច្បាប់ធនាគារអត់មានសិទ្ធិក្នុងការហូលលុយនឹងឲ្យទេបើទោះបីគាត់ដឹងថាអ្នកលក់គាត់អត់ទាន់ទទួលបានលុយក៏ដោយណាក៏អត់មានសិទ្ធិទេអាហ្នឹងតាមក្បួនតាមច្បាប់លើកលែងតែធនាគាររកឃើញនៅភាពមិនប្រក្រតីណាមួយណារវាងអ្នកទិញអ្នកលក់ដែលខុសពីអ្វីដែលបានចែងនៅក្នុង LC ទើបគាត់មានសិទ្ធិតែបើអ្វីគឺស្របតាមអ្វីដែលបានចែងនៅក្នុង LC គឺគាត់អត់មានសិទ្ធិបើកលុយហ្នឹងទៅឲ្យអ្នកលក់ដោយអ្នកលក់មិនបានបង្ហាញនៅ OBL original ឲ្យធនាគារនោះទេណាអញ្ចឹងដាច់ខាតលុយហ្នឹងដល់ពោះសុពលភាពនៃ LC ហ្នឹងអ្នកទិញគាត់ស្នើទៅធនាគារដកយកលុយទ្រព្យបញ្ចាំរបស់គាត់យកទៅវិញអញ្ចឹងសួរថាអ្នកលក់គាត់បានអីមួយកុងតឺន័រ$10,000ទៅបាត់ណាហើយគាត់សួរគាត់លក់អីគេ expert ណាគាត់លក់នៅមុខឃ្លាំងគាត់បងនិយាយគេនេះគឺជាអ្វីដែលណាអ្វីដែលជាហានិភ័យនៅពីក្រោយវាំងនននៃសុវត្ថិភាពដែលយើងអត់បានគិតដល់អញ្ចឹងសួរថាតើដំណោះស្រាយដើម្បីរួចផុតពីហេតុការណ៍នឹងដែលអាចកើតឡើងណាតើយើងគួរធ្វើយ៉ាងដូចម្តេចឬមួយក៏យើងអាចមានសំណួរសួរថាបើអញ្ចឹងលោកគ្រូមិនដឹងធ្វើយ៉ាងម៉េចទេបើដល់ថ្នាក់លក់expert ហើយនឹងមានបញ្ហាហ្នឹងទៀតអញ្ចឹងបានន័យថាលក់អីក៏អត់ចាញ់ដែរមើលទៅតោះឡាលក់ភ្លាមលុយដល់ដៃតំណែងដល់ដៃប៉ុន្តែ$10,000ក៏អ្នកលក់អ្នកទិញក៏គេពិបាកនឹងកាន់លុយមកពីស្រុកគេយកមកភេឲ្យយើងណាមិនងាយទេណា$10,000អាចរហូតដល់$20-30,000ណាហើយលុយសុទ្ធមិនងាយទេណាហើយបើទោះបីគេសញ្ញេខ្សែក៏យើងពិបាកដែរពេលខ្លះខ្សែស្អុយឧទាហរណ៍អញ្ចឹងឥឡូវសួរថាដំណោះស្រាយដើម្បីអាចមានសុវត្ថិភាពមិនឲ្យខាងអ្នកទិញក៏អាចធ្វើស៊ីយើងបានតើយើងគួរដោះស្រាយយ៉ាងម៉េចធ្វើយ៉ាងម៉េចខ្ញុំសូមឲ្យសំណួរហ្នឹងទៅកសលអាចជួយឲ្យដំណោះស្រាយមួយមើលតើយើងគួរធ្វើយ៉ាងម៉េចដើម្បីកុំឲ្យគេអ្នកទិញហ្នឹងគាត់ធ្វើស៊ីយើងតាមរបៀបហ្នឹងបើតាមដំណើរខ្ញុំត្រូវធ្វើកិច្ចសន្យាបន្ថែមណាគូធ្វើកិច្ចសន្យាយ៉ាងម៉េចឧទាហរណ៍បើសិនជា LC មានហានិភ័យដូចជាការទូទាត់ត្រូវមានការលំបាកអញ្ចឹងត្រូវមាន original ដូចជា
bài bọt xem miền Pành Hà chứ nhưng kết hợp nẹt lụa nó nẹt tính thử miền cáiสัญญาประทายmột tiết rồi cũng nhưng mà đó là bà ok dẹp hai một tiết bà ok เจ้าสุเชษវិញសុជាតិយល់យ៉ាងម៉េចដែរគួរមានដំណោះស្រាយយ៉ាងម៉េចដើម្បីឲ្យការលក់ហ្នឹងគឺរលូនដោយអត់មានហានិភ័យ nhưng mà mình chỉ bỏ là cô nhưng coi nhau sẽ đọc sân nhưng mà toàn mình đấy là cô អូខេដូមានយោបល់យ៉ាងម៉េចដែរដូ បាទគ្រូខ្ញុំគិតដូចបាទកសលដែរជាងគូតែមានកិច្ចសន្យាណាមួយរវាងដៃគូអ្នកលក់ហើយអ្នកទិញអញ្ចឹងគ្រូហើយយ៉ាងទៀតអ្នកលក់ក៏គាត់គួរមានអាចមានជាអេเจนต์ណាមួយឧទាហរណ៍ថាគាត់លក់នៅក្រៅប្រទេសអញ្ចឹងគាត់គួរតែមានអេเจนต์ណាមួយដែលអាចតំណាក់តំណងខាងផ្លូវច្បាប់នៅខាងផ្នែកអ្នកទិញអញ្ចឹងគ្រូដើម្បីអាចបង្កើននៅការតំណាក់តំណងបន្ថែមទៀតអញ្ចឹងគ្រូអូខេបាទអូខេបាទប៊ុនធីស៊ីមប៊ុនធីនេះយ៉ាងប្រួយគេចាំឲ្យប៊ុនធីអ្នកបកស្រាយឲ្យជំនួសខ្ញុំបាទលោកគ្រូខ្ញុំអត់តន់មានយោបល់អីនៅឡើយទេព្រោះអីខ្ញុំបើមែនតើខ្ញុំមើលសភៅចំណុចដែលយើងរៀនមកហ្នឹងគ្រូបាទប៉ុន្តែអាវិធីនៃការការពារគឺអត់តន់មានឃើញចឹងខ្ញុំអត់តន់ដឹងដូចគ្នាខ្ញុំកំពុងតែចង់សួរលោកគ្រូដែរថាតើគួរធ្វើមិនដើម្បីការពារអ្នកលក់កន្លែងហ្នឹងអញ្ចឹងណាបាទប៊ុនធីឲ្យជួយឲ្យដំណោះស្រាយព្រោះប៊ុនធីក៏ធ្លាប់អនុវត្តជាក់ស្ដែងគាត់ជួបបញ្ហាហ្នឹងណាគាត់ជួបបញ្ហាហ្នឹងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ LC ហ្នឹងឯងប៊ុនធីអាចជួយឲ្យដំណោះស្រាយឲ្យយើងទាំងអស់គ្នាបានទេបានលោកគ្រូបាននឹងគឺសុំសំណួរម្ដងទៀតគ្រូឲ្យច្បាស់សំណួរខ្ញុំចង់សួរថាដូចខ្ញុំបានបញ្យល់មិញអញ្ចឹងណាលើកង់ហើយលើកង់កូនហើយលើកង់កូនហើយបើសិនណាជាដូចអ្វីដែលខ្ញុំលើកឡើងវាហាក់ដូចជាយើងពិបាកមិនអាចលក់បានទេមិនអញ្ចឹងព្រោះអីយើងខ្លាចគេបោកយើងដោយសារអីយើងមិនមែនជាអ្នកធ្វើបែបបាត់នាំចេញគឺយើងបកគោលតំណែងឲ្យខាងភ្នាក់ងាររបស់អ្នកទិញហើយក៏ប៉ុន្តែយើងអត់តន់បានទៅបើកលុយទេដោយសារយើងអត់តន់មាន DL បាទហ្នឹងហើយអាហ្នឹងដូចករណីបន្ទីឯងអញ្ចឹងហ្នឹងណាបាទអញ្ចឹងសំណួរសួរថាតើសម្រាប់បន្ទីឯងយល់ថាយើងគួរធ្វើយ៉ាងម៉េចដើម្បីធានាថាក្រោយពេលដែលយើងបកគោលតំណែងហើយទោះបីតំណែងហ្នឹងចុះកប៉ាល់ហើយមិនទាន់ចុះក៏ដោយយើងអាចបើកលុយបានបើទោះបីជាប្រើ payment term ជា payment LC ក៏ដោយណាយើងធានាថាយើងអាចបើកលុយបានមិនចាំបាច់មាន OBL ទេបាទលោកគ្រូហ្នឹងហើយអញ្ចឹងមាន link ជាមួយគ្នាក្នុងការបើកធ្វើ LC ហ្នឹងយើងមានបើក LC ដដែលដោយសារអីដោយសារលុយវាច្រើនណាទិញក៏គាត់មិនអាចកាន់លុយស្រកឲ្យយើងដែរណាហើយយើងនៅតែទទួលស្គាល់ថាការប្រើប្រាស់ LC គឺវាមានសុវត្ថិភាពសម្រាប់យើងអ្នកលក់ក៏ប៉ុន្តែកន្លឹះរបស់វាថាយើងមានសុវត្ថិភាពឬអត់សុវត្ថិភាពនៅស្ថិតលើចំណេះដឹងរបស់យើងហ្នឹងណាអញ្ចឹងថាឥឡូវខ្ញុំចង់ឲ្យបន្ទាយចែករំលែកពីគំនិតបន្ទាយឯងបាទលោកគ្រូកន្លឹះក្នុងបញ្ហាក្នុងការទោះបីជាវ៉ាន់យើងមិនតន់យកដឹកចេញឬកីផ្សេងកន្លឹះគឺនៅតង់ចន្លោះការផ្ទៃតំណែងហ្នឹងហើយផ្ទៃតំណែងហ្នឹងគឺ encoder បន្ទាយនិយាយគៀកបន្តិចទាំងអស់គ្នាឮបន្ទាយនិយាយទេលើលោកគ្រូលើតាបាទលើច្បាស់ចឹងខ្ញុំនិយាយ case របស់ខ្ញុំខាងខ្ញុំដើរតួជាអង្គចក្រជា shipper ខ្ញុំលក់ឲ្យខ្ញុំធ្វើ term FCA នេះថា FCA ទីតាំងណាមួយនៃប្រទេសអ្នកលក់អញ្ចឹងណាអញ្ចឹងខ្ញុំចង LC ហ្នឹងទៅតាមមិនមែនចងដល់តែ OBL ទេព្រោះ FCA គឺរាល់ទាំងអស់ត្រូវខ្ញុំជាអ្នកជួល forwarder ហើយនាំអាវ៉ាន់ហ្នឹងចេញទៅពីប្រទេសអ្នកលក់ចេញណាអញ្ចឹងកន្លឹះក្នុងការធ្វើ LC ឲ្យមានសុវត្ថិភាពក្នុងការជ្រើស term Incoterm ហ្នឹងគឺខ្ញុំខាងខ្ញុំ offer term FCA អញ្ចឹងខ្ញុំរើសយកត្រង់តែពេលណា forwarder មក pick up អាវ៉ាន់កន្លែងខ្ញុំគេត្រូវសញ្ញាអាហ្នឹងនិយាយដល់ខ្ញុំ delivery note ឬក៏ delivery proof of delivery ហ្នឹងយកអាហ្នឹងជាគោលមកមិនបាច់យក BL ទេពេលថាកន្លែងហ្នឹងគឺសុវត្ថិភាពពេលណាដែលយើងមានការសញ្ញាកន្លែងហ្នឹងជាក់លាក់ហើយគឺយើងចងជាមួយ condition នៅ LC ហ្នឹងកន្លែងហ្នឹងគឺកន្លែងហ្នឹងគឺយើងគ្រប់លក្ខខណ្ឌហើយពេលហ្នឹងយើងអាច submit document ទៅធនាគារយើងទទួលបានលុយហើយចឹងរិះគឺត្រង់ថា
PRC គឺតង់កន្លែងបកគោលតំណែងហ្នឹងកន្លែងបកគោលថ្ងៃដែលបកគោលតំណែងហ្នឹងគឺថ្ងៃដែលចាប់ដើមចងគ្នាកន្លែង